ក្មេងតូចជប់ខំទៅបានទេព្រះអង្គលោកតាមអង្គខ្ញុំម្ចាស់មែនទេខ្ញុំគ្រាន់តែការពារនាងខ្ញុំម្ចាស់មិនចូលចិត្តបែបនេះទេអញ្ចឹងខ្ញុំសន្យាថាមិនធ្វើបែបនេះទៀតទេខ្ញុំបារម្ភពីនាងច្រើនមែនចំណែកសុងជីងខ្ញុំឲ្យមនុស្សចាប់គេយកទៅដាក់គុករាជធានីហើយតើនាងចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចទៀតអើខ្ញុំម្ចាស់គិតមើលបានច្បាស់សិនក្មេងតូចនាងមិននឹកដល់រឿងអតីតកាលទេរហូតដល់ធ្វើរឿងល្ងងខ្លៅគំនុំឈាមអត់ទៅឲ្យមិនបានទេតែគំនុំរវាងខ្ញុំម្ចាស់ជាមួយនឹងសុងជីងខ្ញុំម្ចាស់ចង់ចាត់ការដល់ខ្លួនឯងអន្តះសាបែបនេះម្ចាស់សំណាក់គឺគិតថាឈរអោបដៃមើលមែនទេម្ចាស់សំណាក់គឺជាមនុស្សស្ងប់ស្ងាត់រហូតមកគឺបែរជាធ្វើរឿងដោយមិនគិតអ្វីទាំងអស់ចេញទៅខ្ញុំគ្រាន់ដាស់តឿនម្ចាស់សំណាក់ប៉ុណ្ណោះធ្វើអ្វីត្រូវគិតឲ្យច្បាស់លាស់តែលោកខ្លាចឆាប់ទៅឲ្យឆ្ងាយទៅពេលនេះអ្នកប្រុសបាត់ខ្លួនហើយនាងនិងខ្ញុំសុទ្ធតែបារម្ភអំពីសុវត្ថិភាពរបស់អ្នកប្រុសបើបែបនេះទៀតកំហឹងនឹងការចងអត់ឃាតកាន់តែច្រើនឡើងរួចធ្វើឲ្យអ្នកប្រុសកាន់តែរងទុក្ខអ្វីដែលកើតឡើងសៀនកើបានប្រាប់ខ្ញុំអស់ទៅហើយលេងអាអ៊ំគឺជាអ៊ំធំរបស់ឯងមកហៅអ៊ំធំមកហៅអ៊ំធំអ្នកនាងធំពេលនេះព្រះបត្រាមិនតាន់ចេះនិយាយនោះទេឯងនេះមិនយល់នោះទេពេលដែលឃើញក្មេងនេះហើយមានក្តីសុខខ្លាំងណាស់ដូច្នេះគ្រួសារទូទៅព្រះមិនបាននោះទេត្រូវហើយអ្នកនាងនិយាយត្រូវពេលនេះនៅទីនេះម្នាក់សិតតែសោកសៅសំណាងឲ្យនៅក្មេងម្នាក់នេះនៅក្នុងចិត្តខ្ញុំមានអារម្មណ៍ថាធូរស្បើយបន្តិចមើលតែអ្នកនាងធំចូលចិត្តក្មេងខ្លាំងណាស់ពេលណាទៅមានកូនសម្រាប់ខ្លួនឯងទៅអញគិតថាចង់មានក៏មានបានមែនទេចង់រកនរណាម្នាក់មករួមគូជីវិតមួយងាយនោះទេអ្នកនាងនិយាយត្រូវមានកូនត្រូវតែរស់នៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់បែបនេះអ្នកនាងធំមានមនុស្សដែលខ្លួនឯងស្រឡាញ់ហើយនៅអាយ៉ាពួកឯងនេះចង់ចំអន់ឲ្យខ្ញុំមែនទេបាញ់ចាំងដូចគ្រប់គ្នានិយាយហើយថាអ្នកប្រាស់តកូលលីងនោះឬមួយអ្នកប្រាស់តកូលស៊ីតៃមនុស្សមិនបានការទាំងនោះគ្មានអ្នកណាម្នាក់ស្រឡាញ់ខ្ញុំទេខ្ញុំគឺអ្នកនាងធំត្រកូលវិនស្វាមីអនាគតរបស់ខ្ញុំគួរតែសង្ហារំទំថែមទាំងឆ្លាតឆ្លៀសវៃល្អបំផុតគួរតែជារាជទាយាទរបស់នគរណាមួយបានអញ្ចឹងព្រះបត្រាណានយ៉ាងម៉េចដែរមិនមែននោះទេអត់ត្រូវហើយដល់ពេលងូតទឹកជូនរាជទាយាទហើយខ្ញុំទៅយកទឹកមកងូតទឹកឲ្យរាជទាយាទសិនលេងអាលោកអប្រាលើក្មួយប្រុសតើមើលរឿងអីហេតុអីហៅខ្ញុំមកបញ្ញាប់បែបនេះណែគឺនីងក្មេងនេះគឺបាត់ខ្លួនហើយថាម៉េចនីងបាត់ខ្លួនហើយខ្ញុំរកច្រើនថ្ងៃហើយប៉ុន្តែរកយ៉ាងណាក៏រកមិនឃើញដែរក្មួយគិតថានីងមានរឿងអ្វីបើយ៉ាងណាក៏គួរតែទុកសម្បត្តិឲ្យខ្ញុំបន្តិចក៏បានមិនដឹងថាក្មេងម្នាក់នេះមានគ្រោះថ្នាក់យ៉ាងណាទេលោកអបរាជកុំអាលអន្តរសាអីខ្ញុំតាមរកអេនីសិនលោកអបរាជទុកចិត្តចុះចាំខ្ញុំនឹងនាំគេត្រឡប់មកវិញល្អណាស់រំខានដល់លោកក្មួយហើយមិនអីទេលោកម្ចាស់
យោមមានច្រើនបែបនេះមកមានរឿងសំខាន់ចង់ឲ្យខ្ញុំជួយ ពួកយើងចូលសាច់រឿងវិញល្អជាងខ្ញុំនឹងថាការសង់ទំនប់ចាស់ធ្វើឲ្យលោកបានចំណូលបន្តិចទេថ្ងៃនេះពួកយើងគឺមិននិយាយដល់រឿងទាំងអស់នេះទេពេលនេះខ្ញុំត្រូវការបណ្ដាញរបស់លោករួចតាមរកទូទាំងក្រុង អ្នកណា ឈិញអ៊ីនីង តាមមានរឿងអីមានមនុស្សចូលមករត់ក៏វាយខ្ញុំឲ្យស្លាប់ដល់ពេលដឹងខ្លួនឡើងនឹងអើក៏មិននៅនោះទេអ្នកណានាំគេទៅខ្ញុំមើលមិនឃើញទេខ្ញុំសុំតោចិនយើខ្ញុំមើលថៃក្មួយមិនបានល្អ ឈិនយើងលោកលៀមក្រែងយើងបញ្ជាឲ្យលោកការពារម្ចាស់ស្ត្រីនិងរាជជាតិឲ្យបានល្អមែនទេ ទូលមង្គមសំតែស្លាប់ បិទច្រកមិនថានរណាត្រូវទៅរកលីងឲ្យតល់ទៅឃើញ ក្រាបទូល កុំបារម្ភអីគេរត់ទៅណាមិនឆ្ងាយទេម្ចាស់ស្ត្រី សាំងកងមិនចឹងហាត់អីឡងដែរទេ ឈិន ណា លាវ ក្រាបទូល នរណាហ៊ានចូលមក កំថ្វាយគេ ខ្ញុំគ្មានចេតនាក្រចំពោះរាជជាតិទេដរាបណាអ្នកប្រុសរបស់ខ្ញុំត្រឡប់មកដោយសុវត្ថិភាពរាជជាតិក៏មិនអីដែរ លោកចាប់ខ្លួនកូនរបស់ខ្ញុំគឺដើម្បីដោះដូរបែបនេះមែនទេ មែនហើយ នឹងអើគ្រាន់តែជាកូនខ្មែរមិនតាន់ដឹងអីលោកគឺជាមនុស្សប្រុសអង្អាចបែរជាប្រើបាយកលបែបនេះទៅវិញឬមួយមិនចាស់ខ្មាស់ចំពោះមិនដៃទេ ហេតុអីម្ចាស់ស្ត្រីមិនសួរព្រះអង្គទៅឯងប្រើស្នេហាជំនួយបញ្ឆោតឲ្យអ្នកប្រុសទូលបង្គំចូលអន្ទាក់តើមែនទេធ្វើអញ្ចឹងតាមមានកិត្តិយសទេសាងគុណលោកជាប្រជារាស្ត្ររបស់ធានសឹងហេតុអីលេងល្បិចថោកទាបបែបនេះលោកភ្លេចពីការទូមានរបស់ព្រះអង្គម្ចាស់សង្ឃហើយព្រះអង្គម្ចាស់សង្ឃបរិញ្ញាទូលបង្គំតែរឿងមួយទេគឺត្រូវតែការពារសុវត្ថិភាពអ្នកប្រុសចេញហើយពេលនេះអ្នកប្រុសកំពុងមានគ្រោះថ្នាក់ហើយពេលដែលខ្ញុំធ្វើគឺបានការពារអ្នកប្រុសទៅហើយដូច្នេះហើយគឺសូមព្រះអង្គពិចារណាឲ្យបានល្អទៅ លេងអា បាទទ្វាសុងជីងគំនុំរបស់ខ្ញុំនៅលោកគឺពាក់ព័ន្ធទៅយើងពីរនាក់ទេហេតុអីមនុស្សដែលខ្ញុំស្រឡាញ់ប្រើវិធីថោកទាបចំពោះខ្ញុំបែបនេះ ព្រះអង្គមានន័យថាម៉េច សម្ដែងធ្វើជាមិនដឹងមែនទេទៅសួរមនុស្សរបស់លោកទៅពួកគេធ្វើអ្វីចំពោះក្មេងដែលមិនដឹងអីនោះ លីងអើ ជាកូនជាមួយខ្ញុំហើយនឹងក្មេងតូចសូមប្រមានលោកណាបើសិនជាកូនរបស់ខ្ញុំកើតអ្វីនោះដែលគេនៅក្នុងដៃមនុស្សរបស់លោកខ្ញុំនឹងបញ្ជូនមេទ័ពកលាប់ផែនដីនេះកម្ចាត់សំណាក់មកកើឲ្យវិនិច្ឆ័យ គិតថាមនុស្សរបស់មុខកើយកកូនរបស់ឈិនយ៉ៃទៅគឺដើម្បីសុវត្ថិភាពរបស់ទូបង្គំតើពិតមែនទេ ថ្ងៃនោះលោកមកតាមការណាត់គិតចង់ឆ្លៀតឱកាសប្រើតំណែងតំណងស្នេហាចាស់របស់លោកដើម្បីឲ្យក្មេងមានសង្ឃឹមចំពោះលោកមើលទៅថ្ងៃនេះលោកបែរជាត្រូវការបុត្ររបស់យើងទៅវិញសុងជីងគំនុំលោកសម្រាប់បិតារបស់យើងមិនទាន់ជម្រះផងថ្ងៃនេះមកបន្ថែមគំនុំមួយទៀតហើយ ព្រះអង្គកុំរំឯងព្រះអង្គអាចយកជីវិតទូបង្គំទៅធ្វើការដោះដូរជាមួយនឹងព្រះបុត្រាបានបើសិនជាធ្វើបែបនេះម្ចាស់ស្ត្រីប្រកាសជាស្អំទូបង្គំដល់ឆ្អឹងអាចនឹងដោះស្រាយបញ្ហាដល់ទ្រង់បានទេ នាំខ្លួនទៅ យើងធ្វើតាមសន្យាហើយបកគលបុត្ររបស់យើងត្រឡប់មកវិញមកហើយយើង
នឹងដោះលែងសុងជីងដោយមិនរៀបរៀងអ្វីទេ ព្រះអង្គមានបន្ទូលឲ្យមិនលេបសម្ដេចទេ យើងគឺជាស្ដេចយើងនិយាយមិនកុហកទេលែងមនុស្ស ឲ្យខ្ញុំមក បុត្រាតូនពិតជាដូចម្ចាស់ស្ត្រីមើលទៅពិតជាគួរឲ្យស្រឡាញ់ មនុស្សអាក្រក់ លោកមេរបួសត្រូវតែប្រយ័ត្នបន្តិច ទោះយ៉ាងណាក៏ដោយនាងមិនត្រូវប្រើវិធីប្រើក្មេងបែបនេះទេ ពួកគេគឺជាអ្នកចាប់ផ្ដើមមុនពួកយើងធ្វើតាមហេតុផលតែប៉ុណ្ណោះទេ ការដែលខ្ញុំព្រមទៅតាមការណាត់មិនមានការតាក់ទងជាមួយនរណាទេ ពេលនេះហើយអ្នកប្រុសនៅតែមិនយល់ទៀតមែនទេស្រីម្នាក់នោះត្រូវការសម្លាប់អ្នកប្រុសបើសិនជានៅលងស្រឡាញ់គេទៀតនោះគេមិនត្រឹមតែឈប់ស្រឡាញ់អ្នកប្រុសហើយផ្ដោតកំណត់កូនឲ្យគេផ្សេងទៀត ចាំប៉ះផងខ្ញុំចាំប៉ះផងខ្ញុំចេញទៅចេញទៅចេញទៅចាំប៉ះផងខ្ញុំចេញទៅ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  នេះគឺខ្ញុំទេនេះចេញទៅ នេះគឺខ្ញុំទេខ្ញុំគឺលីសាជូអ៊ីខ្ញុំគឺលីសាជូអ៊ីណានេះគឺខ្ញុំទេ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ខ្ញុំនឹងទៅប្រាប់លោកអូប៉ារ៉ាថានាងត្រឡប់មកវិញហើយដូច្នេះកុំគិតអីផ្ដេកផ្ដាស់ត្រូវសម្រាប់បានច្រើនចាំសិនកុំអត់ទៅអីបន្តិចទៀតខ្ញុំនឹងទៅជួបលោកប៉ុងឡងនឹងសាជូអរគុណលោកលេងអែកំយំលេងអែឆ្លាតកំយំព្រះអង្គក្មេងឆ្លាតចេញទៅព្រះប៉ាក្មេងតូចលេងអើត្រឡប់មកវិញហើយមិនមាននរណាធ្វើអីបុតនោះទេលេងអែកំយំឲ្យខ្ញុំ3បន្តិចមកនាងទៅបានសម្រាប់ខ្លះណាមិនបានខ្ញុំខ្លាចថាបកលឲ្យអ្នកណានោះមានអ្នកណាចាប់លេងអែទៅទៀតលេងអែបានចឹងត្រឡប់ទៅវាំងជាមួយខ្ញុំនឹងការពារលេងអើបានល្អរួចបន្ថែមការការពារនៅទីនេះផងព្រះអង្គខ្ញុំចាស់ចង់នៅទីនេះប្រហែលថ្ងៃទៀតពីអ្នកមិនអាចនឹងកូននៅទីនេះខ្ញុំទុកចិត្តមិនបាននោះទេដូច្នេះកុំបង្ខំចិត្តខ្ញុំម្ចាស់សម្រាប់ចិត្តហើយព្រះអង្គសូមទ្រង់យាងត្រឡប់ទៅវិញទៅម្ចាស់ស្ត្រីហេតុអីបានជាទ្រង់មិនព្រមធ្វើតាមព្រះអង្គអញ្ចឹងខ្ញុំម្ចាស់ឃើញថាព្រះអង្គធ្វើល្អចំពោះទ្រង់រហូតបានទេព្រោះតែគេល្អខ្លាំងពេកហេតុដូច្នេះហើយទើបយើងមិនចង់ធ្វើគេខកបំណងទៀតខ្ញុំម្ចាស់មិនយល់ទេគេគឺជាមនុស្សដែលអាចពឹងផ្អែកបានម្នាក់បានផ្ដល់កន្លែងស្នាក់នៅសម្រាប់លេងអើដូច្នេះយើងត្រូវប្រាជីវិតប្រាអំណាចត្រកូលវិនដើម្បីការពារនគរនេះឲ្យបានក្រៅពីរឿងនេះអ្វីក៏យើងមិនធ្វើមិនបានដែរបើសិនជាធ្វើគេខកបំណងម្ដងទៀតសុខចិត្តចាប់ដើមសារជាថ្មីល្អជាងដើម្បីកុំឲ្យគេអស់សង្ឃឹមហើយនេះជាឱកាសល្អដែលយើងនៅខាងក្រៅវាំងងាយស្រួលចិញ្ចឹមលីងអើមើលថែគេឲ្យធំធាត់ព្រះអង្គដែលនាងសៀងកើមានរឿងអីមិនទេសម្រាប់ជាទៀនទៅដល់ខ្ញុំម្ចាស់ផងខ្ញុំម្ចាស់មានរឿងខ្លះចង់និយាយចាញ់ពីចិនពេលនេះព្រះអង្គជាព្រះមហាក្សត្របាននៅទីនេះទ្រង់គឺជាប្អូនថ្លៃរបស់ខ្ញុំម្ចាស់ម្យ៉ាងវិញទៀតវាមិនងាយនោះទេតម្រាំតែទ្រង់នឹងយើងបានចុះសម្រុងនឹងគ្នាខ្ញុំម្ចាស់គិតថាមានតែទ្រង់ប៉ុណ្ណោះដែលស័ក្តិសមនឹងយើងគួយស្ដាយយើងមិនដែលគិតបែបនេះទេមានជំនឿច្បាស់ជាមានសង្ឃឹមឲ្យតែទ្រង់មានចិត្តស្មោះចំពោះយើងខ្ញុំម្ចាស់ជឿថាមិនយូរទេយើងច្បាស់ជាព្រមបាក់ចិត្តទទួលទ្រង់មិនខានព្រះអង្គសំព្រះអង្គរៀបរកគ្រប់វិធីដើម្បីធ្វើឲ្យយើងត្រឡប់ទៅវាំងវិញផងមើលទៅយើងពិបាកចិត្តខ្លាំងណាស់បើសិនជានៅទីនេះបន្តទៀតគេអាចនឹងដកជាប់នៅរឿងអតីតរួចស្រក់ទឹកភ្នែករាល់ថ្ងៃបរិយាកាសបែបនេះ
ខ្ញុំម្ចាស់មិនចង់ឃើញនោះទេហើយព្រះអង្គក៏មិនចង់ឃើញដែរមែនទេ